សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើវីដេអូសារជាថ្មីហើយប៉ុន្តែមកលើកនេះខ្ញុំមកចែករំលែកពីការបង្កើត page រហូតដល់ការ boost page តែម្ដងហើយនៅក្នុងវីដេអូទី1នេះខ្ញុំនឹងបង្ហាញអំពីរបៀបបង្កើត page ជាមុនសិនអូខេដូចនៅក្នុងអេក្រង់ខ្ញុំមាន4សម្រាប់ក្នុងវីដេអូមួយនេះគឺទី1របៀបបង្កើត page គឺសម្រាប់បង្កើត page នៅក្នុងឆ្នាំ2025នេះតែម្ដងហើយទី2គឺការរៀបចំ page មានន័យថាគឺយើងរៀបចំព័ត៌មាននៅពេលដែលយើងបង្កើតហើយហ្នឹងហើយទី3គឺការ add admin ដូចជា editor នៅក្នុង page របស់យើងហើយចំណុចទី4គឺការដាក់ auto reply សម្រាប់បងប្អូនដែលមិនទាន់ចេះអាចមើលវីដេអូនេះបានហើយអ្នកដែលចេះហើយអាចម្លងបានដល់ដីទេគាត់ថានេះគឺជាការចាប់ផ្ដើមធ្វើវីដេអូពីដើមរហូតដល់ការ book របស់ខ្ញុំដែរឥឡូវយើងចូលមកក្នុង account Facebook របស់យើងហើយបងប្អូនអាចមើលមកខាងឆ្វេងដៃអាច scroll រមើល icon នេះដែលមាន page នេះចុចមកបន្ទាប់មកមានពាក្យ create new page អូខេចំណុចនេះគឺវាមានឲ្យដាក់ឈ្មោះ category ហើយនិង bio អូខេឥឡូវខ្ញុំដាក់ឈ្មោះ page ប៉ុន្តែដោយសារតែខ្ញុំមានព័ត៌មានខ្លះនេះជា page របស់មិត្តភក្តិខ្ញុំបង្កើតឲ្យហើយខ្ញុំធ្វើក្នុងវីដេអូនេះតែម្ដងនេះគេដាក់ឈ្មោះកាហ្វេរបស់គេ93កាហ្វេហើយcategory គឺជាប្រភេទកាហ្វេ shop អូខេខ្ញុំដាក់ category មួយនេះអាចដាក់ drink and food អូខេខ្ញុំដាក់ drink and food ហើយ bio ខ្ញុំអត់តន់ដាក់ទេព្រោះចាំកន្លែង bio នេះបើបងប្អូននេះច្បាស់សម្រាប់អាជីវកម្មខ្លួនឯងបងប្អូនដាក់ទៅសម្រាប់យើងបញ្ជាក់ពីអាជីវកម្មរបស់យើងណាថាឬមួយតែកាហ្វេយើងជាកាហ្វេបែបម៉េចរសជាតិឆ្ងាញ់ខុសពីគេលេខ1អីចឹងទៅតែបើថាប្រភេទដែលលក់ស្បែកជើងមានបោះដុំលក់រាយអីចឹងអាហ្នឹងតាមដែលបងប្អូនចង់ដាក់ទេនេះ create page មកអូខេកន្លែងនេះមាន website តែបើអត់ទាន់មានទេបងប្អូនកុំដាក់ក៏បានហើយលេខទូរស័ព្ទយើង search Cambodia អូខេ Cambodia ហើយខ្ញុំមានព័ត៌មានលេខទូរស័ព្ទមានស្រាប់អូខេ email បងប្អូនមានដាក់មកហើយទីតាំងអូខេទីតាំងខ្ញុំមានដែរនេះខ្ញុំអាចដាក់អូខេzip code នេះបងប្អូនអាចចូលមកក្នុង Google search ពាក្យមកចូលមកក្នុង Google បងប្អូនអាចសេពាក្យ zip code ភ្នំពេញ zip code ភ្នំពេញណា capital បងប្អូនអាចរកមើលមកហើយមានព័ត៌មានតិចរកមើលតំបន់ណាដែលបងប្អូននៅនេះវាមានខណ្ឌដង្កោនេះមានតាមនឹងអញ្ចឹងបងប្អូនហើយនេះzip code វាបងប្អូនយកទៅដាក់ដូចខ្ញុំកន្លែងខ្ញុំមិញហ្នឹងទៅព្រោះខ្ញុំមិញនៅខាងសែនសុកនេះខ្ញុំដាក់ហើយអូខេហើយចំពោះម៉ោងបើកដាក់ always open ក៏បានឬមួយក៏យើងដាក់ម៉ោងកំណត់តែបើលក់កាហ្វេគឺតែងតែមានម៉ោងកំណត់ឥឡូវខ្ញុំដាក់ always open ហ្នឹងព្រោះយើងអាចតបឆាតភ្ញៀវទៅក្រឹកឡើងអាចដឹកឲ្យភ្ញៀវក៏ថាបានភ្ញៀវទិញកក់អីចឹងណាយើងដាក់ nick អូខេបន្ទាប់មកគឺកន្លែង add profile ហើយនិង cover អូខេឥឡូវខ្ញុំមក add profile ខ្ញុំមាន profile មួយនេះឃើញកាហ្វេគេដាក់ logo បែបនេះបន្
តបមក cover ខ្ញុំមានដែរហើយអូខេអានេះខ្ញុំដាក់សិនដែរអូខេចុច next ខ្ញុំតបបងប្អូនអាចតាមតន់អានោះបើអ្នកចេះហើយអត់មាននេះបាត់ទេតែបើអ្នកអត់តន់នេះរៀវបាត់តិចអានេះបើ WhatsApp បងប្អូនមិនបាច់ដាក់បានទេយើងអាច skip សិនមកហើយ friend ក៏មក invite អាហ្នឹងចាំពេលដែលយើងមានផុសមានអីច្រើនតិចចាំយើង invite ព្រោះបើយើងអត់តន់ធ្វើអីផងយើង invite ទៅគេគាត់ចាប់អារម្មណ៍យើងដែរអានេះយើង next អូខេអានេះយើង open មក done អូខេឥឡូវយើងបាន page មួយហើយយើងចាប់ផ្ដើម add ប៊ូតុងមកអាចដាក់ប៊ូតុងនេះសំខាន់បងប្អូនអាចដាក់ call ក៏បាន order បែបមិនក៏បានដែរបងប្អូនចង់ដាក់តែគាត់ចង់បានឲ្យគេអ្នកឆាតចូលយើងដាក់ message មកអូខេនៅមានអីទៀតត្រូវកែកញ្ញទៀតអូខេឥឡូវយើងបាន page មួយហើយឈានបន្ទាប់គឺយើងមករៀបចំ Facebook page របស់យើងបងអាចចុចកន្លែង about នេះនៅចំណុចទី1 contact in basic info contact info នេះគឺ add survey area បងប្អូនថាយើងនៅតំបន់ណាយើងនៅភ្នំពេញយើងដាក់ភ្នំពេញយ៉ាងមកឬមួយក៏ដាក់ក្រាំងធ្នងវាឲ្យអត់នេះក្រាំងភ្នំភូមិអត់ទេយើងដាក់ភ្នំពេញមកស្រួលជាងអាចភ្នំពេញទាំងអស់អូខេ WhatsApp អាហ្នឹងបងប្អូនមានដាក់មក email ក៏ត្រូវដាក់ដែរបើបងប្អូនមានតែ page នេះអត់ទាន់មានទេហើយនេះកន្លែង add website បើសិនជាបងប្អូនមាន website ក៏ល្អដែរហើយ add social media នេះគឺបងប្អូនអាចដាក់ដូរបានមាន Thread មាន X មាន Snapchat មាន YouTube TikTok Twitter WhatsApp ឯនឹងតាមហ្នឹងអាហ្នឹងបងប្អូនដាក់តាមហ្នឹងមកនៅពេលដែលមានបងប្អូនអាច add បញ្ចូលបានហើយ add price rank នេះគឺតម្លៃនៃផលិតផលមួយសេវាកម្មរបស់យើងតម្លៃប្រហែលដែរបើកាហ្វេអាចថាត្រឹម$10ចុះក្រោមចុះខ្ញុំចុចធំនេះហើយ add service យើងមានជា delivery អត់បើសិនជាកាហ្វេមាន delivery យើងអាចដាក់ជា delivery មកហើយប៉ុណ្្នឹងទេអូខេហើយភាសាកុំភ្លេចមួយទៀតបងប្អូនភ្លេច sell មិញណាកុំភ្លេច sell អត់ sell អត់ជាប់ទេណាអូខេ add service ដាក់ delivery មិញមកអូខេ add language យើងដាក់ខ្មែរអាយ៉ាខ្មែរ language English អូខេអានេះថ្ងៃដែលយើងបង្កើតអានេះយើងអាចដាក់ថ្ងៃបង្កើត page នឹងក៏បានឬមួយក៏ចាំយើងអាចដាក់ថ្ងៃ support ហាងរបស់យើងក៏បានដែរអានេះខ្ញុំចាំពេលគេបើកហាងទៅចាំខ្ញុំ add ចូលឲ្យគេសារថ្មីអានេះបងប្អូនបងប្អូនដាក់នេះដាក់ថ្ងៃដាក់ខែមកហើយថ្ងៃអូខេនេះអានេះខែចាំដាក់តាមហ្នឹងមកតែអានេះហាងគេអត់បើកខ្ញុំអត់ដាក់ឲ្យគេទេចាំពេលបើកហើយខ្ញុំកែគេហ្មង price rank នេះគឺតម្លៃ$10មិញ delivery អូខេអានេះអត់ទេវាអត់ no space អូខេនេះគឺយើងអាចបង្កើតបាន page មួយដែលល្អហើយអានេះ design នៅតស្អាតយើងអាចកែកញ្ញតាមក្រោយទៀតហើយចំណុចបន្ទាប់ខ្ញុំប្រាប់ពីរបៀប add admin សម្រាប់ការ add admin នេះគឺចំណុចសម្រាប់ការ add admin ជាដំបូងបងប្អូនអាចចូលមក professional dashboard សម្រាប់ការ add admin បងប្អូនចូលមក professional dashboard ហើយ scroll មកក្រោមរកមើលពាក្យ page access អូខេ
ហើយចំពោះ add ការ add នេះគឺបងប្អូនត្រូវដឹង2ចំណុចឧទាហរណ៍តែខ្ញុំ add មួយadd ឈ្មោះ page account ខ្ញុំsomething នេះអូខេនេះបងប្អូនត្រូវចាំថាបើសិនជាយើងចង់ឲ្យ account មួយនេះ account ខ្ញុំណាគ្រប់គ្រងទាំងអស់ page បងប្អូនត្រូវបើកអានេះប៉ុន្តែបើសិនជាអត់ចង់ឲ្យ control ទាំងអស់ទេត្រឹមតែ control ប៉ុណ្ណឹង content post call message add book អីចឹងបានតែបើសិនថា full control អាហ្នឹងដូចជា sit admin កាលចំនួន2-3 ឆ្នាំមុនអាហ្នឹងវាមាន admin និង editor សម្រាប់ឥឡូវវាអត់មានពាក្យហ្នឹងទេវាមានពាក្យfull control នេះវិញហើយនឹងអត់ full control អញ្ចឹងណាអញ្ចឹងខ្ញុំចង់ឲ្យ account នេះ full control ខ្ញុំបើកមកខ្ញុំចូល give access ហើយខ្ញុំដាក់ account password នេះមិនមែន face ដូចបងប្អូនខ្លះគាត់សួរថាpage មាន password មិនមែនទេអានេះ account របស់account Facebook របស់យើងផាក់ច្រឡំ password របស់ account Facebook របស់យើងខ្ញុំដាក់មកអានេះខ្ញុំ save ឲ្យខ្ញុំដាក់ហើយឥឡូវបងប្អូននេះវាឲ្យរងចាំ31ថ្ងៃបើរយៈពេល31ថ្ងៃហ្នឹង account Facebook ខ្ញុំអត់ confirm ទេគឺវាដាច់ហើយក្នុងការ confirm គឺងាយស្រួលទេបងប្អូនគ្រាន់តែចូលមកក្នុង account មកមើលនៅក្នុងកន្លែងនេះអូខេមើលមកកន្លែងហ្នឹងមកវាមានកន្លែង review invite អូខេចុច next មក accept អូខេអានេះខ្ញុំអាច full control នៅពេលខ្ញុំ full control គឺ page ហ្នឹងខ្ញុំអាចគ្រប់គ្រងបានទាំងអស់ខ្ញុំអាចមានសិទ្ធិលុបអីក៏បានដែរអូខេអូខេហ្នឹងសម្រាប់យើង add admin ប៉ុណ្ណឹងហើយចំណុចចុងក្រោយគឺ auto reply សម្រាប់ auto reply គឺងាយទេបងប្អូនចុចប៊ូតុងនេះមួយមកដើម្បីឲ្យវានាំយើងមកដល់កន្លែង chat អូខេមកដល់កន្លែងនេះហើយបងប្អូនងាកមើលលើតំបន់នេះគឺមាន available ហើយចុច add away ច្រឡំបងប្អូនអាចចុច add away message ហើយរបៀបនេះបើសិនជាបងប្អូនមានស្រាប់កន្លែងនេះវាលោតមានកន្លែងនេះមានតែអត់មានទេគឺបងប្អូនអាចមក add កន្លែងនេះកន្លែង instant reply ហើយបងប្អូនបើកអានេះមួយមកអូខេបើអត់ដើរទេបងប្អូន refresh វាមួយចង់ដឹងថាវាដើរអត់អូខេវាបើកហើយនេះវាធម្មតាវាជាភាសាអង់គ្លេសបែបនេះអីគេ Hi thanks for contact we receive your message and appreciate you reaching out ហ្នឹងបងប្អូនអាចដូរវាជាភាសាខ្មែរមកជាងឲ្យដាក់ថាជំរាបសួរបងអូខេពាក្យបងមានតែប្រុសណាបងប្អូនអាចសាកប្រើពាក្យបងហ្នឹងច្រើនប្រុសfull name receive យើងដាក់ពាក្យពេញមកឈ្មោះគាត់អីចឹងណាឈ្មោះអតិថិជនរបស់យើងសូមស្វាគមន៍អូខេស្វាគមន៍សូមស្វាគមន៍មកកាន់ Facebook page យើងខ្ញុំ Facebook Facebook page បងប្អូនអាចដាក់page យើងមកអូខេដាក់ Facebook page ហើយយើងខ្ញុំនឹងតបសារបន្តិចនេះបន្តិចទៀតនេះអូខេហ
ហើយបងប្អូនអាចដាក់cell មកហើយវាអាចនឹងជាប់នៅក្នុងនេះហើយ